ការវិវត្តរបស់កូនក្មេងនឹងដើរមករកម្ដាយដោយគ្មានអារម្មណ៍តបស្នងខួរក្បាលលែងទទួលដឹងទោះបីជាក្មេងនេះបានស្ដាប់រឿងនិទានប្រមាណដងក៏ដោយសាច់រឿងមិនអាចឆ្លងចូលដល់មណ្ឌលកត់ត្រាបានឡើយប៉ុន្តែសំឡេងត្រគួលរបស់ម្ដាយត្រូវបានខួរក្បាលនាំឆ្លងកាត់ដល់មណ្ឌលទទួលនៃប្រព័ន្ធប្រសាទបង្ហួរទៅទុកក្នុងមណ្ឌលនៃភាពមិនពេញចិត្តភាពធុញទ្រាន់និងភាពស្អប់ខ្ពើមលុះធំឡើងក្មេងនឹងមិនចូលចិត្តអានសៀវភៅឡើយក្មេងដែលមិនចូលចិត្តអានសៀវភៅព្រោះមកពីគេធ្លាប់ជួបប្រទះការអានសៀវភៅជាទារុណកម្មឬការបៀតបៀនឈ្លានពានមកលើផ្លូវចិត្តការគិតរបស់ខ្លួនជាច្រើនដែលជាងការពង្រីកចំណេះដឹងបង្កើនបញ្ញានិងភាពអណ្ដែតអណ្ដូង